ជំរាបសួរបងប្អូនសិស្សានុសិស្សទាំងអស់គ្នាបាទលោកគ្រូនៅតែបន្តមេរៀនសំណុំដដែលលោកគ្រូនឹងធ្វើវីដេអូបង្រៀនមេរៀនសំណុំនេះរហូតដល់ចប់បងណាបាទអញ្ចឹងដើម្បីឲ្យបងប្អូនគ្នាមានបានន័យថាមានមេរៀនពេញតែម្ដងអញ្ចឹងកុំឲ្យថាដាច់ភាគអញ្ចឹងចង់ឲ្យបងប្អូនគ្នាបាទខិតខំរៀននៅខ្លួនឯងដោយមិនចាំបាច់ចំណាយលុយទៅលើការរៀនគួរនៅខាងក្រៅព្រោះថាលុយដែលពុកម្ដាយឬក៏ប៉ាម៉ាក់បងប្អូនរកគឺពិបាកហើយបើសិនជាបងប្អូនខ្លះគាត់ទូធាមិនអីទេប៉ុន្តែបងប្អូនមួយចំនួនទៀតដែលគាត់មានមិនសូវជាទូធាអញ្ចឹងគាត់ត្រូវការចំណាយលុយច្រើនដើម្បីរៀនគួរប៉ុន្តែគ្រូគិតថាលោកគ្រូចង់ចែករំលែកចំណេះដឹងដែលលោកគ្រូមានជាមួយនឹងបងប្អូនទាំងអស់គ្នាណាសម្រាប់អ្នកដែលចង់ចេះសម័យនេះមិនពិបាកទេព្រោះបងប្អូនមានទូរស័ព្ទគ្រប់ដៃបងប្អូនមានអ៊ីនធឺណិតប្រើបងប្អូនអាចមើលវីដេអូក្នុង YouTube ឬក៏ Facebook និងតាមបណ្ដាញសង្គមផ្សេងទៀតអញ្ចឹងហើយគឺបងប្អូនទាំងអស់គ្នាខិតខំរៀនតែខ្លួនឯងបងណាមិនចាំបាច់ទៅរៀនគួរទេបើបងប្អូនមានលទ្ធភាពទៅរៀនគួរអូខេមិនអីទេប៉ុន្តែបើសិនជាអត់លទ្ធភាពទេហើយចង់ជួយសន្សំសំចៃថវិការបស់ប៉ាម៉ាក់យើងអញ្ចឹងបងប្អូនគ្រាន់តែមើលវីដេអូរបស់លោកគ្រូធ្វើវីដេអូនៅក្នុងដាក់នៅក្នុង YouTube ដូចជា Facebook នេះគិតថាដូចជាមិនអស់លុយប្រហែលទេគ្រាន់តែអស់លុយថ្លៃអ៊ីនធឺណិតណាប៉ុន្តែអ៊ីនធឺណិតហ្នឹងបងប្អូនអត់មើលវីដេអូហ្នឹងក៏បងប្អូនត្រូវដាក់ប្រើដដែលហ្នឹងណាអញ្ចឹងគឺលោកគ្រូគិតថាជួយដល់បងប្អូនច្រើនណាមិនថាបងប្អូននៅភ្នំពេញឬក៏នៅតាមខេត្តនានាអញ្ចឹងគឺគោលដៅរបស់លោកគ្រូធ្វើគឺប៉ុណ្្នឹងឯងណាអត់មានអីទៅចង់បានលុយអីទេណាគឺអត់សង្ឃឹមក្នុងការបានលុយអំពី YouTube ឬក៏ Facebook អីទេគឺចង់ចែករំលែកចំណេះដឹងដែលគ្រូមានជាមួយនឹងបងប្អូនសិស្សានុសិស្សទាំងអស់គ្នាតែប៉ុណ្ណោះណាដើម្បីកាត់បន្ថយការចំណាយរបស់បងប្អូនព្រោះលោកគ្រូដឹងថាការរៀនគួរចំណាយច្រើនណាថ្លៃឥឡូវនេះការរៀនគួរចំណាយជាងថ្លៃគួរសមដែរបងណាអញ្ចឹងបើសិនជាបងប្អូនមើលវីដេអូរបស់លោកគ្រូយល់បាទល្អមើលទៅហើយរៀននៅខ្លួនឯងទៅរៀនធ្វើលំហាត់បន្ថែមឲ្យបានច្រើនទៅជាការមួយដែលធ្វើឲ្យបងប្អូនចេះបាត់ទៅហើយណាអូខេបើសិនជាបងប្អូនគ្រាន់តែទៅរៀនគួរប៉ុន្តែបងប្អូនបានតែទៅរៀនទៅកាត់ច្រឡងហើយអត់បានវឹកហាត់ខ្លួនឯងគឺនៅតែអត់ចិត្តដល់ទេណាឥឡូវនេះកុំឲ្យខាត់ពេលយូរសូមបងប្អូនគ្នាមកមើលមេរៀននៅថ្ងៃនេះគឺមេរៀនថ្ងៃនេះសំណុំស្មើគ្នាបងណាសំណុំស្មើគ្នាតើសំណុំ2ស្មើគ្នាយ៉ាងម៉េចទៅអញ្ចឹងសំណុំ2នោះស្មើគ្នាកាលណាវាមានបញ្ជីធាតុដូចគ្នាបញ្ជាក់ណាសំណុំ2ស្មើគ្នាកាលណាវាមានបញ្ជីធាតុដូចគ្នាមិនមែនចំនួនធាតុស្មើគ្នាណាអញ្ចឹងឧទាហរណ៍អញ្ចេះបាទឧទាហរណ៍ថាសំណុំ A មានធាតុ1 2 3ចុះហើយសំណុំ B មានធាតុបាទមានធាតុ2 4 5បើយើងនិយាយពីចំនួនធាតុមាន3ធាតុដូចគ្នាណាមាន3ធាតុដូចគ្នាសំណុំ2ហ្នឹងណាប៉ុន្តែបើនិយាយពីបញ្ជីធាតុគឺ1 2 3អានេះ2 4 5បញ្ជីធាតុអត់ដូចគ្នាទេណាបញ្ជីធាតុមិនដូចគ្នាទេអញ្ចឹងមានន័យថាសំណុំ A មិនស្មើនឹងសំណុំ B ទេបែបហ្នឹងឯងបងណាអញ្ចឹងសំណុំ2ហ្នឹងស្មើគ្នាលុះត្រាតែវាមានបញ្ជីធាតុដូចគ្នាតោះឥឡូវយើងមើលលំហាត់គំរូរបស់យើងវិញបាទលំហាត់គំរូរបស់យើងគេឲ្យយើងកំណត់សំណុំហ្នឹងតាមការរៀបរាប់ឈ្មោះធាតុកំណត់សំណុំទាំង3ហ្នឹងតាមការរៀបរាប់ឈ្មោះធាតុឲ្យហើយសិនហើយចាំយើងប្រៀបធៀបណាហើយចាំយើងប្រៀបធៀបអូខេតោះឥឡូវសំណុំ D គឺស្មើនឹង x ដែល x ហ្នឹងជាចំនួនគុត relative វិជ្ជមាននិង 5x តូចជាងស្មើ16តោះអញ្ចឹងឥឡូវយើងយកចំនួនយើងយក x ទាំងឡាយណានេះយក x ទាំងឡាយណាដែលជាចំនួនគុត relative វិជ្ជមានហើយដែលទៀងទាត់លក្ខខណ្ឌនេះ 5x តូចជាងស្មើ16អញ្ចឹង x ជាចំនួនគុត relative វិជ្ជមានណាអញ្ចឹង x យក1មើលបាទ1បាទលោកគ្រូបញ្យល់សិនណា1តោះ1យក x 1ណាឥឡូវយើងយក x x ហ្នឹងអាចស្មើបាទ1 2 3 4 5 6 7ចឹងទៅណាព្រោះ x ហ្នឹងជាចំនួនគុត relative វិជ្ជមានប៉ុន្តែត្រូវទៀងទាត់នេះតោះឥឡូវ1គុណ5បាន5តូចជាង16ត្រូវណា1យកអូខេ1យកតោះ2 5 2ដង10តូចជាង16យកណា x ស្មើ3 5 3ដង15 3យក
x ស្មើ4បាទ x ស្មើ4 5 4ដល់20 5 4ដល់20ធំជាងហើយខុសណាអញ្ចឹងយកតែ3នេះបាននេះយកតែ3នេះអញ្ចឹងមានន័យថាសំណុំដេហ្នឹងមានតែ3ទៀតទេគឺ1 2 3អូខេតោះណាបងប្អូនគូសង្ឃឹមថាបងប្អូនតាមតន់ណាសង្ឃឹមថាតាមតន់បងប្អូនណាអូខេតោះបន្តទៀតសំណុំស្មើនឹង x បាទដែល x ហ្នឹងជាចំនួនគុណ relative វិជ្ជមានដែរបាទអញ្ចឹងមាន x ហ្នឹងស្មើ1 2 3 4 5 1 7 8អញ្ចឹងទៅណានឹងឬការ៉េ x តូចជាងឬស្មើ2អញ្ចឹងយើងគិតមើលតើបាទ1ឬការ៉េ1ចំនួន1មែនទេបាទពេល x ស្មើ1អញ្ចឹងឬការ៉េ1ចឹងខ្ញុំបាន1តូចជាងឬស្មើ2ត្រូវណា1យកណា x ស្មើ1យកបាទអត់ទៀតយើងមិនបានខ្លះចាំមើលណាអូខេតោះអញ្ចឹង1យកណា1យកអូខេ1ត្រូវហើយ1 x ស្មើ2ឥឡូវ2ឬការ៉េ2បាទឬការ៉េ2តូចទេឬការ៉េ2តូចជាងហ្នឹងមែនទេឬការ៉េ2តូចជាងហើយណាតូចជាង2ហើយអញ្ចឹង2យកបាទឬការ៉េ3ឬការ៉េ3បាទអញ្ចឹងបាន1ជាងបាទអញ្ចឹងយកដែរឬការ៉េ4ឬការ៉េ4ឬការ៉េ4ចំនួន2 2តូចជាងស្មើ2មែនទេយកអញ្ចឹងបាទយកណា1 2 3 4យកបាទឬការ៉េ5អត់ទេឬការ៉េ5ធំជាង2អត់យកណាអញ្ចឹងយកត្រឹមបាទយក4ទៀតនេះអញ្ចឹងស្មើនឹង1 2 3 4អូខេបាទតោះបន្តទៀតសំណុំ f ស្មើនឹង x ដែល x នេះជាចំនួនគុណ relative វិជ្ជមាននិង x ការ៉េតូចជាង25តោះអញ្ចឹង x ហ្នឹងជាចំនួនគុណ relative វិជ្ជមានអញ្ចឹងមានថាបាទ x ហ្នឹងគឺស្មើនឹង1 2 3 4 5 6 7បាទអញ្ចឹងទៅណាតែឥឡូវយើងសំខាន់យក x ហ្នឹងដែលទៀងទាត់អានេះអញ្ចឹងតើ x ស្មើ1ណាគឺថា x ស្មើ1ការ៉េ1លើការ៉េ1តូចជាង25គេត្រូវ1យក x ស្មើ2 2ការ៉េ4តូចជាង25 2យក x ស្មើ3 3លើការ៉េ9មែនទេ9តូចជាង25យក x ស្មើ4 4លើការ៉េ16 16តូចជាង25យក x ស្មើ5 5លើការ៉េ25តូចជាង25អត់ត្រូវទេណា25ស្មើ25បានអានេះបើមានឬស្មើនឹងយកប៉ុន្តែនេះគេអត់ទេណាតូចចំណុចខានអញ្ចឹងអត់យកតែ4នេះណាយកតែ4នេះទេអញ្ចឹងសំណុំ a នឹងមាន1 2 3 4បាទអញ្ចឹងឥឡូវយើងដល់វគ្គប្រៀបធៀបសំណុំ D សំណុំ E និងសំណុំ F ឥឡូវយើងឃើញថានេះសំណុំ E សំណុំ F មានបញ្ជីធាតុដូចគ្នាមែនទេ1 2 3 4 1 2 3 4បញ្ជីធាតុដូចគ្នាអញ្ចឹងសំណុំ E និងសំណុំ F គឺស្មើគ្នាប៉ុន្តែសំណុំ D ជាមួយសំណុំ E អត់ស្មើទេហើយសំណុំ D ជាមួយនឹងសំណុំ F បាទក៏អត់ស្មើដែរអញ្ចឹងដូចនេះបាទដូចនេះសំណុំ E គឺស្មើនឹងសំណុំ F បាទសំណុំ D មិនស្មើនឹងសំណុំ E ទេនិងសំណុំ D បាទមិនស្មើនឹងសំណុំ F ទេអូខេអញ្ចឹងនៅក្នុងមេរៀននេះចំណុចនេះវីដេអូមួយនេះគឺចង់បងប្អូនគ្នាចេះបាទកំណត់សំណុំតាមការរៀបរាប់ឈ្មោះធាតុហើយនឹងចេះប្រៀបធៀបសំណុំចាំបងចាំណាសំណុំ2ស្មើគ្នាលុះត្រាតែសំណុំទាំងពីរហ្នឹងមានបញ្ជីធាតុដូចគ្នាបើមិនបញ្ជីធាតុឃើញខុសគ្នាតែបន្តិចនេះក៏វាអត់ស្មើគ្នាដែរណា
បាទអញ្ចឹងសង្ឃឹមថាបងតាមតាន់ហើយជូនពរបងប្អូនឲ្យសុខភាពល្អក៏ដូចជាទទួលបានលទ្ធផលល្អក្នុងការសិក្សារៀនសូត្រផងដែរបងប្អូនណាអរគុណសូមជម្រាបលា